ការកាលពីថ្ងៃទី8ខែមីនាថាសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារចារកម្មភូមិសាស្ត្រជាតិអាមេរិក NGA បានដឹងថាខ្លួនបានផ្អាកជាបណ្ដោះអាសន្ននៅការចូលប្រើប្រាស់របស់អ៊ុយក្រែនទៅកាន់ប្រព័ន្ធដែលផ្ដល់នូវរូបភាពពីផ្កាយរណបពាណិជ្ជកម្មដែលទិញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកប៉ុន្តែអ៊ុយក្រែននៅតែអាចចូលប្រើប្រាស់រូបភាពដែលខ្លួនបានទិញដោយគណនីរបស់ខ្លួនឯងផ្ទាល់ទាហានអ៊ុយក្រែនម្នាក់បានប្រាប់ Washington Post ថាសេវាផ្កាយរណបនៅជិតទីក្រុង Pokros គឺគ្រាន់តែបាត់សញ្ញាប៉ុន្តែកងកម្លាំងអ៊ុយក្រែននឹងប្រើផែនការផ្ទាល់ខ្លួនដើម្បីដោះស្រាយឡើងវិញ CNN ក៏បានរាយការណ៍កាលពីថ្ងៃទី7ខែមីនាពីមន្ត្រីការពារជាតិអាមេរិក2នាក់បានដឹងថាសហរដ្ឋអាមេរិកនៅតែចែករំលែកព័ត៌មានចារកម្មជាមួយនឹងអ៊ុយក្រែនដែលអាចជួយកងកម្លាំងអ៊ុយក្រែនការពារខ្លួនប៉ុន្តែបានកាត់បន្ថយការចែករំលែកចារកម្មដែលអ៊ុយក្រែនអាចប្រើប្រាស់សម្រាប់ការវាយប្រហារទៅលើគោលដៅរបស់កងកម្លាំងរុស្ស៊ីនេះមានន័យថាពួកគេនៅតែផ្ដល់ព័ត៌មានអំពីការវាយប្រហារដែលនឹងមកដល់ប៉ុន្តែមិនផ្ដល់ទីតាំងជាក់លាក់សម្រាប់អ៊ុយក្រែនសម្រាប់ការវាយប្រហារនោះទេសារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃទី8ខែមីនាថាមន្ត្រីអឺរ៉ុបម្នាក់ដែលដឹងអំពីសមត្ថភាពចារកម្មរបស់សម្ព័ន្ធមិត្តខ្លួននៅតែងឿងឆ្ងល់អំពីទំហំនៃការផ្អាកការចែករំលែកចារកម្មរបស់សហរដ្ឋអាមេរិកហើយបាននិយាយថាបណ្ដាប្រទេសអឺរ៉ុបប្រហែលជាមិនអាចបំពេញនៅចន្លោះប្រហោងនេះបាននោះទេប្រភពមួយដែលបានដឹងអំពីការពិភាក្សានៅក្នុងចំណោមសម្ព័ន្ធមិត្ត NATO អំពីរបៀបដោះស្រាយនៃការផ្អាករបស់សហរដ្ឋអាមេរិកបាននិយាយថាសមាជិក NATO គឺមិនត្រូវបានហាមឃាត់ពីការចែករំលែកចារកម្មអាមេរិកជាមួយនឹងអ៊ុយក្រែននោះទេប៉ុន្តែកំពុងធ្វើដូច្នេះដោយមានការប្រុងប្រយ័ត្នព្រោះសម្ព័ន្ធមិត្ត NATO កំពុងព្យាយាមជៀសវាងធ្វើឲ្យមានផលប៉ះពាល់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងសហរដ្ឋអាមេរិកឬក្នុងចំណោមគ្នាទៅវិញទៅមកយោងតាម Politico មន្ត្រី NATO ម្នាក់បាននិយាយថាមិនមានសម្ពាធពីរដ្ឋបាលរបស់លោកត្រាំឲ្យកាត់បន្ថយឬបញ្ឈប់ការចែករំលែកចារកម្មឬការផ្ដល់អាវុធរបស់សម្ព័ន្ធមិត្តទៅឲ្យអ៊ុយក្រែននោះទេនេះបង្ហាញថាសម្ព័ន្ធមិត្តនៅតែមានសេរីភាពខ្លះក្នុងការជួយអ៊ុយក្រែនប៉ុន្តែត្រូវតែប្រុងប្រយ័ត្នដើម្បីរក្សាសាមគ្គីភាពជាមួយនឹងអាមេរិកមន្ត្រីលោកខាងលិចនិងអ៊ុយក្រែនបានបង្ហាញថាការផ្អាកការចែករំលែកចារកម្មរបស់សហរដ្ឋអាមេរិកកំពុងបង្កឲ្យមានផលប៉ះពាល់នៅលើសមរភូមិរបស់អ៊ុយក្រែនទស្សនាវដ្តី The Times បានរាយការណ៍កាលពីថ្ងៃទី8ខែមីនាថាមន្ត្រីជាន់ខ្ពស់លោកខាងលិចនិងអ៊ុយក្រែនចំនួន5នាក់រួមទាំងមន្ត្រីយោធាបានដឹងថាការផ្អាកចារកម្មរបស់អាមេរិកបានជួយឲ្យកងកម្លាំងរុស្ស៊ីអាចរលទៅមុខនៅក្នុងល្បឿនដ៏លឿននៅក្នុងសមរភូមិមន្ត្រីម្នាក់ដែលមិនបានបញ្ចេញឈ្មោះបានប្រាប់កាសែត The Times ដោយថាការផ្អាកនេះបានធ្វើឲ្យកងកម្លាំងអ៊ុយក្រែនមិនអាចប្រើប្រាស់ប្រព័ន្ធសពាវុធដែលល្អបំផុតមួយចំនួនរបស់ពួកគេបានប្រភពមួយនៅក្នុងជួររដ្ឋាភិបាលអ៊ុយក្រែនបានដឹងថាការផ្អាកនេះបានប៉ះពាល់ដល់ប្រតិបត្តិការរបស់អ៊ុយក្រែននៅក្នុងតំបន់ខុសខ្លាំងជាងគេហើយកងកម្លាំងអ៊ុយក្រែនបានបាត់បង់សមត្ថភាពដែលអាចរកឃើញយន្តហោះគ្មានទូបើករបស់រុស្ស៊ីដែលហោះមកជិតកងទ័ពអ៊ុយក្រែនដែលធ្វើឲ្យអាជ្ញាធរអ៊ុយក្រែនពិបាកក្នុងការព្រមានដល់ប្រជាជននិងទាហានពីការវាយប្រហាររបស់រុស្ស៊ីដែលជិតមកដល់ CNN បានរាយការណ៍កាលពីថ្ងៃទី8ខែមីនាពីមន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយថាកងកម្លាំងអ៊ុយក្រែនអាចនឹងអស់គ្រាប់កាំភ្លើងធំនៅក្នុងខែឧសភាឬខែមិថុនាឆ្នាំ2025ខាងមុខនេះដែលទំនងជាសំដៅទៅលើស្តុកគ្រាប់រំសេវដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ប៉ុណ្ណោះវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ISW មិនបានផ្ទៀងផ្ទាត់សម្ដីទាំងនេះអំពីផលប៉ះពាល់នៅលើសមរភូមិនៃការផ្អាកការចែករំលែកចារកម្មរបស់អាមេរិកបានទេទោះបីជាយ៉ាងណា ISW បានបន្តវិតម្លៃថាការផ្អាកទាំងស្រុងនៃការចែករំលែកចារកម្មអាមេរិកនឹងធ្វើឲ្យខូចខាតដល់សមត្ថភាពរបស់អ៊ុយក្រែនក្នុងការប្រើប្រាស់ការវិប្រហាររយៈចម្ងាយឆ្ងាយដើម្បីបង្កឲ្យមានផលប៉ះពាល់នៅលើសមរភូមិនិងការពារប្រឆាំងទៅនឹងប្រតិបត្តិការវិលុករបស់រុស្ស៊ីហើយវាក៏នឹងអនុញ្ញាតឲ្យកងកម្លាំងរុស្ស៊ីអាចបង្កើននៅការវិប្រហារដោយយន្តហោះគ្មានទូបើកនិងមីស៊ីលទៅលើតំបន់ខាងក្រោយរបស់អ៊ុយក្រែនកាន់តែខ្លាំងដែលអាចប៉ះពាល់ដល់ប្រជាជនអ៊ុយក្រែនរាប់លាននាក់និងរំខានដល់ការរីកចម្រើននៃមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែនបណ្ដាប្រទេសអឺរ៉ុបបានបន្តកិច្ចខិតខំប្រឹងប្រែងសម្រាប់ការចែករំលែកចារកម្មជាមួយអ៊ុយក្រែនបន្ទាប់ពីការផ្អាករបស់សហរដ្ឋអាមេរិកអ្នកនាំពាក្យក្រសួងការបរទេសបារាំង MFA លោក Christopher Lamont បាននិយាយកាលពីថ្ងៃទី8ខែមីនាថាបណ្ដាប្រទេសអឺរ៉ុបបានពិភាក្សាអំពីរបៀបដែលពួកគេអាចជំនួសឲ្យអ៊ុយក្រែនចំពោះចារកម្មដែលសហរដ្ឋអាមេរិកអាចនឹងឈប់ដោះឲ្យនៅក្នុងឡុងពេលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបកាលពីថ្ងៃទី6ខែមីនារដ្ឋមន្ត្រីការពារជាតិបារាំងលោក Sébastien Lecornu បាននិយាយកាលពីថ្ងៃទី6ខែមីនាថាបារាំងនឹងបន្តផ្ដល់ចារកម្មដល់អ៊ុយក្រែនសារព័ត៌មានបារាំង Intelligence Online បានរាយការណ៍កាលពីថ្ងៃទី7ខែមីនាថា Safran.ai ដែលជាក្រុមហ៊ុនបិទសម្ព័ន្ធរបស់ក្រុមហ៊ុនការពារជាតិបារាំង Safran នឹងផ្ដល់វេទិកាបញ្ជូនទិន្នន័យដល់នាយកដ្ឋានចារកម្មយោធារបស់អ៊ុយក្រែន GUR ដើម្បីវិភាគនៅរូបភាពផ្កាយរណបបារាំង
ហើយ Safran.ai និង GUR បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនេះកាលពីចុងខែកុម្ភៈឆ្នាំ2025នៅមុនពេលសហរដ្ឋអាមេរិកបានផ្អាកការចែករំលែកចរកម្មជាមួយនឹងអ៊ុយក្រែនមន្ត្រីយុទ្ធអ៊ុយក្រែន2នាក់បានប្រាប់ទស្សនាវដ្តីបន្ថែមថាទីភ្នាក់ងារចរកម្មអឺរ៉ុបមួយចំនួនកំពុងព្យាយាមបំពេញចន្លោះប្រហោងបន្ទាប់ពីការផ្អាកការចែករំលែកចរកម្មរបស់សហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែនប៉ុន្តែវានឹងចំណាយពេលសម្រាប់អាជ្ញាធរអឺរ៉ុបក្នុងការដាក់ពង្រាយសមត្ថភាពទាំងនេះហើយអឺរ៉ុបទំនងជានឹងមិនអាចជំនួសបានទាំងស្រុងនៅសមត្ថភាពចរកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងពេលដ៏ឆាប់នេះបានទេនេះមានន័យថាទោះបីជាអឺរ៉ុបកំពុងព្យាយាមជួយដល់អ៊ុយក្រែនក៏ប៉ុន្តែពួកគេនៅតែមានដែនកំណត់ក្នុងការផ្ដល់ព័ត៌មានលម្អិតនិងរហ័សដោយអ្វីដែលសហរដ្ឋអាមេរិកធ្លាប់បានធ្វើស្របពេលជាមួយគ្នានេះធនាគារវិនិយោគអឺរ៉ុប EIB និងគណៈកម្មាធិការអឺរ៉ុបបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងធានាទឹកប្រាក់ចំនួន $2,000 លានតែប្រហែលជា $2.2 លានដែលអនុញ្ញាតឲ្យធនាគារនេះផ្ដល់នូវហិរញ្ញប្បទានដល់គម្រោងស្ដារឡើងវិញដែលបន្ទាន់នៅអ៊ុយក្រែនក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបដែលហៅថាកម្មវិធីអ៊ុយក្រែននៅក្រោមកម្មវិធីអ៊ុយក្រែននេះសហភាពអឺរ៉ុបនឹងបែងចែកប្រាក់ចំនួន $50,000 លានដើម្បីផ្ដល់នូវហិរញ្ញប្បទានដល់ថវិការដ្ឋអ៊ុយក្រែននិងជំរុញការវិនិយោគចាប់ពីឆ្នាំ2024ដល់ឆ្នាំ2027តម្លៃសរុបនៃការកសាងនិងការសាងឡើងវិញបន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខត្រូវបានគេប៉ាន់ប្រមាណថានឹងធ្វើឲ្យសេដ្ឋកិច្ចរបស់អ៊ុយក្រែនចំណាយ$524,000 លានដែលប្រហែលជា 2.8 ដងនៃផលិតផលក្នុងស្រុកសរុបដែលបានវិយតម្លៃសម្រាប់ឆ្នាំ2024ការខូចខាតនៅអ៊ុយក្រែនឥឡូវនេះបានកើនឡើងដល់$176,000 លានហើយវិស័យសំខាន់ៗដែលរងផលប៉ះពាល់រួមមានលំនៅឋានជាង 2.5 លានផ្ទះមធ្យោបាយដឹកជញ្ជូនប្រព័ន្ធថាមពលពាណិជ្ជកម្មនិងឧស្សាហកម្មនិងវិស័យអប់រំធនាគារ EIB នេះនឹងបែងចែកទឹកប្រាក់ចំនួន $2.2 លានសម្រាប់គម្រោងស្ដារឡើងវិញទៅលើវិស័យថាមពលដូចជាបណ្ដាញអគ្គិសនីពង្រីកការផលិតថាមពលទឹក Hydro Power និងថាមពលកកើតឡើងវិញព្រមទាំងការធ្វើឲ្យប្រសើរឡើងនៅប្រសិទ្ធភាពថាមពលដោយសារតែប្រព័ន្ធថាមពលទាំងនេះបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីរុស្ស៊ីដោយរោងចក្រថាមពលដែលត្រូវបានគ្របបែកពីលើអាកាសបំផ្លិចបំផ្លាញហិរញ្ញប្បទានបន្ថែមពី EIB នឹងត្រូវបានដាក់ទៅជាការធ្វើទំនើបកម្មផ្លូវដែកការអភិវឌ្ឍការដឹកជញ្ជូនសាធារណៈក្នុងទីក្រុងនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគម្រោងនេះក៏មានគោលបំណងពង្រីកទំនាក់ទំនងដឹកជញ្ជូនរវាងអ៊ុយក្រែននិងសហភាពអឺរ៉ុបផងដែរដោយជាការធ្វើឲ្យផ្លូវនិងស្ពានមានភាពងាយស្រួលសម្រាប់ការធ្វើពាណិជ្ជកម្មនិងធ្វើដំណើរផ្សេងៗជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបនឹងជួយស្ដារហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងអ៊ុយក្រែនឡើងវិញរួមទាំងការផ្គត់ផ្គង់ទឹកស្អាតប្រព័ន្ធកម្ដៅភ្លើងតាមដងផ្លូវសាលារៀនមន្ទីរពេទ្យនិងស្ថាប័នអប់រំថ្នាក់ខ្ពស់នេះមានន័យថាគម្រោងនេះនឹងជួយជួសជុលដល់បំពង់ទឹកដែលរងការខូចខាតឬសាងសង់សាលារៀនឡើងវិញដែលត្រូវបានបំផ្លាញដោយសង្គ្រាមក្រៅពីថវិកាទាំងនេះធនាគារវិនិយោគអឺរ៉ុប EIB និងរដ្ឋាភិបាលអ៊ុយក្រែនក៏បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ជូនអ្នកជំនាញក្រុមប្រឹក្សាយោបល់ទៅធ្វើការនៅនឹងកន្លែងដោយផ្ទាល់នៅក្នុងទីក្រុងគីវផងដែរដែលក្រុមនេះនឹងផ្ដល់ជំនាញជាក់ស្ដែងដើម្បីពន្លឿនការរៀបចំនិងអនុវត្តគម្រោងសំខាន់ៗនិងឯកសារយុទ្ធសាស្ត្រដោយចាប់ផ្ដើមជាមួយនឹងវិស័យថាមពលការដឹកជញ្ជូននិងលំនៅឋានហើយពង្រីកទៅកាន់វិស័យផ្សេងទៀតរួមទាំងកំណែទម្រង់នៃការគ្រប់គ្រងការវិនិយោគសាធារណៈរបស់អ៊ុយក្រែននេះដូចតែអ្វីដែល EIB បានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកន្លងមកអ៊ុយក្រែនបានទទួលនៅជំនួយហិរញ្ញវត្ថុជាង $2.2 លានរួចមកហើយពីធនាគារវិនិយោគអឺរ៉ុបចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈឆ្នាំ2022នៅក្នុងឆ្នាំ2024ធនាគារនេះបានគាំទ្រនៅគម្រោងដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលស្ដារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងជួយដល់វិស័យអប់រំនៅទូទាំងប្រទេសអ៊ុយក្រែនដែលពួកគេបានជួយជួសជុលបណ្ដាញអគ្គិសនីដែលត្រូវបានរងការខូចខាតនិងផ្ដល់នូវឧបករណ៍ផ្សេងៗសម្រាប់សាលារៀនដែលរងការបំផ្លិចបំផ្លាញ។